រឿងសត្វទទាគុណនៃសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នាបានឮថាកាលកន្លងទៅហើយមានសត្វ3គឺដំរី1ស្វា1ទទា1ត្រូវជាសម្លាញ់នឹងគ្នានៅអាស្រ័យនឹងដើមជ្រៃធំមួយនាហេមវ័នប្រទេសសត្វទាំងនោះមិនមានការគោរពដល់គ្នានឹងគ្នាសោះព្រោះមិនតាន់ដឹងអ្នកណាចាស់ជាងគេថ្ងៃមួយគិតគ្នាថាបើយើងទាំងអស់គ្នានៅយ៉ាងនេះមិនស្រួលទេដូច្នេះយើងត្រូវតែធ្វើសេចក្តីគោរពកោតក្រែងនិងស្ថិតនៅក្នុងអាវាតអ្នកណាដែលចាស់ជាងគេទើបសួរគ្នាថាណែសម្លាញ់អ្នកណាដឹងដើមជ្រៃនេះកើតពីត្រឹមណាមកលំដាប់នោះដំរីឆ្លើយថាមនាលសម្លាញ់កាលឈើនេះនៅតូចខ្ញុំដើរទៅមកនៅក្រោមចន្លោះផ្លូវខ្ញុំតែងត្រដោះផ្ចិតជានិច្ចស្វាពោលថាមនាលសម្លាញ់កាលខ្ញុំនៅពីតូចអង្គុយលើផែនដីមិនចាំបាច់ងើយក្រឡេកមើលទេតែងស៊ីបណ្ដូលជ្រៃនេះខ្ញុំដឹងតាំងពីជ្រៃនេះនៅតូចម្ល៉េះតពីនោះមកសត្វទទាពោលថាមនាលសម្លាញ់កាលជ្រៃនេះមិនតាន់កើតខ្ញុំស៊ីផ្លែជ្រៃធំនៅទីឯណោះហើយមកជួសអាចត្រង់កន្លែងនេះជានិច្ចដើមជ្រៃនេះប្រកាសជាកើតពីអាចខ្ញុំដឹងតាំងពីជ្រៃនេះមិនតាន់កើតម្ល៉េះព្រោះហេតុនោះខ្ញុំចាស់ជាងអ្នករាល់គ្នាតាំងពីថ្ងៃនោះរៀងមកសត្វទាំងពីរក៏នាំគ្នាធ្វើសេចក្តីគោរពមានការបូជាកោតក្រែងនិងថ្វាយបង្គំជាដើមដល់សត្វទទាទាំងស្ថិតនៅក្នុងអាវាតទៀតផងសត្វទទាតែងឲ្យសត្វទាំងពីរនោះស្ថិតនៅក្នុងសិល5ហើយសមាទានដោយខ្លួនឯងផងសត្វទាំង3ក៏ដំកល់នៅក្នុងសិល5និងធ្វើសេចក្តីគោរពដល់គ្នានឹងគ្នាដរាបដល់អស់អាយុបានទៅកើតក្នុងទេវលោកទាំងអស់គ្នារឿងព្រាហ្មណ៍សម្លាប់ពពែពលភាពរបស់ពាវេរាក្នុងលោកកាលកន្លងទៅហើយមានព្រាហ្មណ៍ជាអាចារ្យទិសាបមោកម្នាក់នៅក្នុងក្រុងពេរាណសីបានសម្លាប់ពពែមួយធ្វើតកៈផាត់ដោយកម្មនោះឯងគាត់កើតជាពពែត្រូវដាច់ក្បាលអស់499អត្តភាពមកហើយលុះដល់អត្តភាពជាគម្រប់500បានកើតជាពពែរបស់ព្រាហ្មណ៍ម្នាក់ថ្ងៃមួយព្រាហ្មណ៍ជាម្ចាស់ចង់ធ្វើតកៈផាត់ប្រារព្ធនឹងសម្លាប់ពពែរលឹកឃើញជាតិដែលខ្លួនធ្វើមកពីមុនកក់សើចហើយបែរជាយំព្រាហ្មណ៍ឃើញហេតុដូច្នោះទៅសួរទៅពពែឆ្លើយប្រាប់បានជាខ្ញុំសើចនោះព្រោះគិតឃើញថាថ្ងៃនេះច្បាស់ជាខ្ញុំរួចចាកទុកបែបនេះដែលត្រឡប់ជាយំវិញព្រោះអាណិតថាបើអ្នកសម្លាប់ខ្ញុំហើយអ្នកត្រូវដាច់ក្បាលអស់500អត្តភាពដូចជាខ្ញុំយ៉ាងហ្នឹងព្រាហ្មណ៍ឮដូច្នោះមានសេចក្តីសង្វេគជាខ្លាំងទើបពោលថាមនាលពពែអ្នកកុំភ័យអ្វីខ្ញុំមិនសម្លាប់អ្នកទេពពែនិយាយថាបើអ្នកសម្លាប់ក្តីមិនសម្លាប់ក្តីខ្ញុំត្រូវតែស្លាប់ក្នុងពេលនេះមិនខានព្រាហ្មណ៍ក៏លែងពពែឲ្យទៅតាមសេចក្តីសប្បាយហើយតាំងចិត្តលែងសម្លាប់សត្វដទៃទៀតឯពពែបានរួចពីកណ្ដាប់ដៃព្រាហ្មណ៍ភ្លាមក៏ឈរលើខ្នងថ្មមួយដុំងើយស៊ីស្លឹកឈើមួយគុំ
ពេលនោះរន្ទះបាញ់ថ្មបែកខ្ទាតទៅត្រូវពពេដែលឈរដាច់ក៏សម្លាប់នៅទីនោះមួយរំពេចរឿងសិលវិមង្សកព្រាមសិលជាប្រធាននៃសេចក្តីរាប់អានក្នុងលោកមានព្រាហ្មណ៍ម្នាក់ឈ្មោះសីលវិមង្សកៈនៅក្នុងពរាណសីរស់នៅដោយសារព្រះរាជាទ្រង់មានព្រះនាមកោសាលជាអ្នកដល់នៅត្រៃសរណគមនិងមានសិល5មិនដែលដាច់សោះព្រះរាជាស្រឡាញ់រាប់អានព្រាហ្មណ៍នោះជាងព្រាហ្មណ៍ដទៃដោយគាត់មានសិលថ្ងៃមួយព្រាហ្មណ៍នោះគិតថាព្រះរាជាដែលរាប់អានអញយ៉ាងនេះព្រោះអាស្រ័យជាតិកូដត្រកូលប្រទេសសព្វសម្បត្តិទេឬក៏ព្រោះអាស្រ័យសិលសម្បត្តិបើដូច្នោះគួរតែអញលបងមើលដល់ពេលគាត់ទៅបម្រើព្រះរាជាលុះត្រឡប់មកផ្ទះវិញក៏យកកហបណៈមួយមិនប្រាប់នាយឃ្លាំងឡើយនាយឃ្លាំងមិនហ៊ានពោលពាក្យតិចតួចសោះព្រោះធ្វើសេចក្តីគោរពចំពោះព្រាហ្មណ៍ដល់ថ្ងៃទី2យកកហបណៈ2នាយឃ្លាំងមិនថាអ្វីទៀតដល់ថ្ងៃទី3យកមួយក្តាប់នាយឃ្លាំងអត់មិនបានខឹងជាខ្លាំងក៏ទៅស្រែក3ដងថាចោលប្លន់កហបណៈខ្ញុំចាប់បានហើយមនុស្សទាំងឡាយនាំគ្នាស្ទាក់ខាងនេះខាងនោះចាប់បានចងហើយពោលថាអ្នកឯងនេះប្រព្រឹត្តដូចជាអ្នកមានសិលយូរយារមកហើយទៅផ្ទះតបពីបៃដៃក៏បញ្ជូនទៅថ្វាយព្រះរាជាទ្រង់ព្រះភិរោធយ៉ាងខ្លាំងមានព្រះបន្ទូលថាមនាលព្រាហ្មណ៍ព្រោះហេតុអីបានជាអ្នកធ្វើអំពើទុច្ចរិតបែបនេះព្រាហ្មណ៍ឆ្លើយថាបបិទ្ធមហារាជខ្ញុំព្រះអង្គមិនមែនចោលទេដែលខ្ញុំព្រះអង្គធ្វើយ៉ាងនេះដោយលបងមើលទេតើឥឡូវនេះខ្ញុំព្រះអង្គដឹងច្បាស់ថាព្រះអង្គដែលរាប់អានខ្ញុំព្រះអង្គយ៉ាងនេះព្រោះតែមានសិលមិនមែនព្រោះអ្វីទេម្យ៉ាងទៀតក្នុងលោកទាំងមូលឥតមានអ្វីឧត្តមឧត្តមឬជាប្រធានជាងសិលទេហេតុនេះខ្ញុំព្រះអង្គលែងនៅផ្ទះទៀតហើយនឹងទៅបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធក្នុងថ្ងៃនេះឯងសូមព្រះអង្គអនុញ្ញាតឲ្យផងព្រះរាជាទ្រង់អនុញ្ញាតឲ្យគាត់ក៏ទៅបួសសូមភ្នោះព្រះសម្មាសម្ពុទ្ធឯវត្តចេតពន្ធក្នុងថ្ងៃនោះមែនតាំងពីបានឧបសម្បទាកាលណាមកគាត់មិនដែលលះបង់កម្មដ្ឋានសោះខំប្រឹងចម្រើនវិបស្សនាដរាបដល់បានសម្រេចព្រះអរហន្តរឿងបាតលិបុត្រព្រាហ្មណ៍អ្នកមានសទ្ធាតែងជ្រះថ្លាប្រាថ្នាចំពោះអ្នកមានសិលគុណបានឮថាមានព្រាហ្មណ៍ម្នាក់អង្គុយលើសាលាទៀបទ្វារក្រុងបាតលិបុត្របានឮនៅគុណកថារបស់ព្រះមហានាគកថេរលោកមានប្រក្រតីនៅក្នុងកាលវេលីមណ្ឌលវិហារនាជនបទឈ្មោះរោហណៈហើយគាត់បំណងចង់ឃើញលោកក៏ជិះទូកទៅតាមឆ្នេរសមុទ្រលុះដល់ទៅវេសនដ្ឋានរបស់លោកហើយក៏ចូលទៅសំចតក្នុងផ្ទះមួយចូលនគរក្រៀមហើយចាត់ចែងអាហារប្រគេនលោកលុះព្រឹកឡើងបានទៅកាន់សំណាក់លោកហើយស្ថិតនៅក្នុងទីអាសនៈឃើញលោកពីចម្ងាយក៏ឈរថ្វាយបង្គំអស់វិរៈម្ដងហើយចូលទៅចាប់អោបជើងភ្នែកគោលោកយ៉ាងមាំ
ហើយបន្លឺនៅវាចាថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនលោកម្ចាស់ខ្ពស់ឯព្រះថេរៈលោកមានមាត្រមិនខ្ពស់ពេកគឺសមរម្យតាមប្រមាណមែនប្រហែលនោះព្រាហ្មណ៍ក៏ពោលម្ដងទៀតថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនរៀងលោកម្ចាស់มันខ្ពស់មែនប៉ុន្តែកិត្តិស័ព្ទកិត្តិគុណរបស់លោកម្ចាស់ផ្សាយទៅតាមខ្នងនៃសមុទ្រមានពណ៌ផ្ទៃមេឃគ្របដណ្ដប់នៅផ្ទៃចម្ពោះទ្វីបទាំងអស់ខ្ញុំព្រះករុណាកំពុងតែអង្គុយនៅលើសាលាទៀបទ្វារក្រុងបាដលីបុត្រគ្រាន់តែបានឮនៅគុណកថារបស់លោកម្ចាស់ក៏មកអំពីនោះភ្លាមលុះគាត់ពោលរៀបរាប់កតិគុណកតិស័ព្ទប្រាប់រួចសពគ្រប់ហើយក៏ប្រគេនចង្ហាន់បិណ្ឌបាតដល់ព្រះថេរៈហើយរៀបចំបាតចីវរខ្លួនឯងចូលកាន់ភេទជាបព្វជិតក្នុងសំណាក់លោកនិងឋិតក្នុងឱវាទពាក្យព្រានប្រដៅរបស់លោកទៀតមិនយូរប៉ុន្មានក៏បានសម្រេចព្រះអរហត្តទៅរឿងព្រះបាទខតៈការមិនសោយសោកជាឱសថវិសេសក្នុងលោកកាលកន្លងទៅហើយព្រះមានព្រះរាជាមួយព្រះអង្គព្រះនាមថាំងកៈជាព្រះចៅក្រុងសាវត្ថីថ្ងៃមួយទ្រង់លើកទ័ពកេណ្ឌបរិវារទៅដណ្ដើមយករាជសម្បត្តិក្នុងក្រុងសាវត្ថីហើយបរិវារចាប់ព្រះរាជាព្រះនាមខតៈជាម្ចាស់រាជសម្បត្តិក្រុងពារាណសីនោះដោយចងច្រវាក់ទាំងខ្សែហើយឲ្យរុញបញ្ចូលក្នុងគុកទៀតព្រះបាទខតៈស្ដេចពុំសោយសោកស្ដាយនៅរាជសម្បត្តិដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្តសោះទ្រង់គិតប្រមូលយកមកនៅកសិនហើយញ៉ាំងឈានឲ្យកើតឡើងក៏ហោះទៅអង្គុយពេនភ្នែនអីដល់អាកាសវេហាព្រះរាជាថាំងកៈគ្រាន់តែទតឃើញហេតុនោះការក្តៅក្រហាយក៏កើតមានក្នុងសរីរៈមួយរំពេចទើបក្រោកទៅកាន់សំណាក់ព្រះបាទខតៈនោះហើយមើលព្រះភ័ក្ត្រព្រះបាទខតៈក៏ត្រាប់តែឃើញព្រះភ័ក្ត្រនោះស្រស់បំព្រងព្រមដោយសិរីដូចជាស្រទាប់ផ្កាឈូកមានសម្បុរដូចមាសទើបសួរហេតុការដែលមិនសោយសោកនោះព្រះបាទខតៈទ្រង់ក៏ពោលនៅគាថាដែលមានក្នុងថាំងករាជតកៈប្រាប់ស្ដេចថាំងកៈថាសេចក្តីសោកមិនមែននាំមកនៅសេចសម្បត្តិដែលកន្លងទៅហើយទាំងមិននាំនៅសេចក្តីសុខក្នុងអនាគតផងឯខ្ញុំក៏មិនមែនជាសម្លាញ់នឹងសេចក្តីសោកដែរមនាលថាំងកៈព្រោះហេតុនោះទៅខ្ញុំមិនសោយសោកបុគ្គលដែលសោយសោកតែមានសរីរៈស្គមហើយបរិភោគបាយក៏មិនមានអោជារស់សត្រូវទាំងឡាយរមែងក្តៅក្រហាយចំពោះសគឺសេចក្តីសោកដែលមុតហើយទៅជាសត្វមានចិត្តល្អវិញព្រះរាជាថាំងកៈទ្រង់ព្រះសណ្ដាប់គាថានោះចប់ហើយក៏ឲ្យនៅព្រះបាទខតៈអត់ទោសឲ្យហើយប្រគល់រាជសម្បត្តិឲ្យទើបស្ដេចត្រឡប់ទៅកាន់នគរសាវត្ថីវិញគួរឲ្យសរសើរព្រះទ័យព្រះបាទខតៈណាស់គ្រាន់តែទ្រង់បានទទួលរាជសម្បត្តិពីស្ដេចបច្ចាមិត្តហើយក៏ប្រគល់ឲ្យអាមាត្យទាំងឡាយទើបទៅបួសក្នុងហេមពានប្រទេសមិនដែលមានឈានសាបសូន្យម្ដងឡើយលុះអស់អាយុក៏បានទៅកើតក្នុងឋានព្រហ្មលោកនាយរឿងទេហរៈភិក្ខុ
គុណនៃការស្ដាប់នៅមហាវេស្សន្តរជាដកបានឮថាព្រះភិក្ខុកំឡោះមួយរូបនៅក្នុងទេសមហាវិហារនាមមហាក្រៀមថ្ងៃមួយបានឮដំណឹងថាព្រះថេរៈឈ្មោះមហាជាដកភានកៈនឹងសម្ដែងនៅមហាវេស្សន្តរជាដកក៏ប្រកបដោយពន្ធនៃគាថាក៏ចេញពីទេសមហាវិហារនោះទៅអស់ផ្លូវ9យោជន៍តែមួយថ្ងៃព្រះថេរៈក៏ប្រារព្ធសម្ដែងនៅធម្មកថាក្នុងគណៈនោះមែនភិក្ខុកំឡោះនោះក៏កំណត់ស្មារតីចងចាំបានតែគាថាខាងដើមនឹងចង់បញ្ចប់ប៉ុណ្ណោះមិនបានចាំទាំងអស់ព្រោះលោកមកអស់ផ្លូវដ៏ឆ្ងាយមានកាយរសាប់រសល់ខ្វល់អស់សតិបញ្ញាក៏ពោលប្រាប់ព្រះថេរៈថាលោកម្ចាស់បានពោលនៅពាក្យនេះក្នុងកាលដែលខ្លួនក្រោកឡើងហើយឈរទ្រហោយំដោយអស់សេចក្តីសង្ឃឹមថាការមកអស់ផ្លូវឆ្ងាយរបស់ខ្លួននឹងសាបសូន្យឥតអំពើលំដាប់នោះមានមនុស្សម្នាក់បានឮសម្រែកយំនោះក៏ទៅទូលព្រះថេរៈថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនអំបញ្ញមិញនេះមានភិក្ខុកំឡោះមួយរូបមកអំពីទេសមហាវិហារដើម្បីស្ដាប់នៅធម្មកថារបស់លោកម្ចាស់ហើយឈរស្រែកទ្រហោយំដោយអស់សង្ឃឹមថាការមកដល់របស់អញឥតអំពើសោះព្រោះលោកមានកាយនឿយលំបាកក្នុងដំណើរដែលមកអស់ផ្លូវឆ្ងាយនេះជាខ្លាំងព្រះថេរៈប្រាប់ថាបើដូច្នោះអ្នកទៅលួងលោមលោកថាស្អែកនេះអាត្មានឹងសម្ដែងម្ដងទៀតឧបាសកក៏ទៅទូលភិក្ខុកំឡោះនោះតាមថេរដីកាលុះថ្ងៃស្អែកឡើងព្រះថេរៈក៏សម្ដែងម្ដងទៀតភិក្ខុកំឡោះនោះចងចិត្តចាំស្ដាប់ដោយគោរពក៏បានសម្រេចដល់ឋានៈធរឈ្មោះសោតៈបានជាសោតាបណ្ណបុគ្គលមួយរូបក្នុងថ្ងៃនោះគុណនៃសមាបត្តិពូកែផុតក្នុងលោកក្នុងកាលខ្លះព្រះអគ្គសាវកទាំងពីរអង្គសម្រានព្រះអរិយាបថក្នុងកបោតកណ្ណវិហារក៏មាននាកាលរាត្រីខាងខ្នាតព្រះច័ន្ទបានបញ្ចាំងរស្មីភ្លឺត្រចះឆើតឆាយជាទីញ៉ាំងទឹកចិត្តរបស់សត្វទាំងឡាយឲ្យរីករាយសប្បាយទូទៅគ្រប់ភូមិស្រុកទាំងអស់ឯព្រះសាវកទាំងពីរអង្គនោះព្រះសារីបុត្រដ៏មានអាយុជាព្រះធម្មសេនាបតីទៅនឹងកោព្រះកេសថ្មីគង់ចូលសមាបត្តិជាសបាយក្នុងឱកាសវាលស្រឡះលំដាប់នោះនន្តយៈព្រមនឹងយៈមួយទៀតហោះហើរលើអាកាសវេហាបានឃើញព្រះថេរៈគង់ចូលសមាបត្តិក្នុងទីវាលដូច្នោះក៏ញ៉ាំងចិត្តសាហាវខូខើអាក្រក់ក្រៃឲ្យកើតឡើងតែតាមដំណឹងមកថាយៈនោះមានគំនុំគុំគួននឹងព្រះថេរៈក្នុងជាតិដែលមានក្នុងកាលមុននន្តយៈមានចិត្តទ្រឹស្មោកើតឡើងហើយចង់វាយព្រះសិរៈព្រះថេរៈណាស់ហើយនិយាយប្រាប់យៈមួយថាសំឡាញ់អញចង់វាយក្បាលលោកនោះណាណែសំឡាញ់កុំលោកនោះមានអំណាចណាស់វាយមួយភងនៅដដែលនន្តយៈមិនអើពើនឹងសម្ដីខាត់សោះទៅញ៉ាំងសេចក្តីឧស្សាហ៍ឲ្យកើតឡើងហើយឈរជ្រែងលើអាកាសសំពងព្រះសិរៈព្រះថេរៈលាន់ឬភងខ្លាំងអស្ចារ្យហួសការប្រហារធម្មតាការប្រហារនោះអាចពន្លិចចុះនៅនាគ
មានពួក7ឬ7កន្លះពុំនោះសោតកំពូលភ្នំដកធំក៏ស្រុតចុះដូចទៅក្នុងផែនដីបានដែរប៉ុន្តែគ្រោះល្អបានកម្លាំងសមាបត្តិជួយគាំទ្រព្រះសេរៈរបស់លោកពុំមានស្នាកស្នាមអ្វីឡើយជួនជាពេលដែលយៈប្រហារនោះទៀតលោកមិនតាន់ចេញពីសមាបត្តិព្រះមហាមោគលានមានឫទ្ធិច្រើនបានឃើញយៈនោះប្រហារព្រះសារីបុត្រដោយទិព្វចក្ខុហើយចូលទៅរកលោកព្រះមហាមោគលានសួរថាហើយអាវុសោសារីបុត្រលោកឈឺដែរយៈវេមួយភងអំបញ្ញមិញនេះទេអាវុសោមោគលានសរីរយន្តរបស់ខ្ញុំល្មមអត់ទ្រាំបានល្មមឲ្យប្រព្រឹត្តទៅបានតែឈឺបន្តិចដែរគួរតែឆ្ងល់ខានពុំបានបើសរីរៈបានកម្លាំងសមាបត្តិជួយឧបត្ថម្ភហើយម្ដេចឡើយបានជាមានសេចក្តីឈឺចាប់បន្តិចបន្តួចក្នុងព្រះសរីរៈព្រះថេរៈដែរបានជាឈឺចាប់ព្រោះលោកប្រញាប់ចេញពីសមាបត្តិពេកព្រោះថាសេចក្តីទុក្ខក្រមែងមិនប្រកបក្នុងសមាបត្តិទេដូចជាបុគ្គលដេកលក់ហើយសត្វទាំងឡាយមានមូសជាដើមខំលុះភ្ញាក់ឡើងលេងអ្វីនឹងមានសេចក្តីឈឺឯនន្តយៈក្រន់តែវាយព្រះថេរៈហើយភ្លាមក៏មានសេចក្តីក្តៅអន្ទះអន្ទែងដកខ្លាំងក្លាកើតឡើងក្នុងសរីរៈទើបស្រែកថាអញនេះហើយអញឆេះហើយធ្លាក់ដាំទឹកដាំតោងមកពីអាកាសកាន់ផែនដីស្រាប់តែអណ្ដាតភ្លើងអវជ័យស្រោបពេញអត្តភាពហើយអូសទម្លាក់ទៅក្នុងនរកទាំងស្រស់គួរឆ្ងល់ម្ដងទៀតថាអ្វីបានជាអណ្ដាតភ្លើងអវជ័យរុញគ្នាទៅរកទាំងអត្តភាពជាយៈត្រឡាំងដូច្នេះម្ដេចក៏មិនចាំស្លាប់សិនឆ្លើយថាបាបកម្មជាទិដ្ឋធម្មវេនីសត្វក៏បីសោយក្នុងបច្ចុប្បន្នណាមានយៈត្រូវសោយនៅមហាទុក្ខទាំងអត្តភាពជាយៈដោយកម្លាំងនៃបាបកម្មជាទិដ្ឋធម្មវេទីនោះមិនបាច់ចាំដល់ស្លាប់ឡើយអាចសោយទាំងរស់បានដោយឥតញញើតអនន្តយៈនោះក៏ចូលទៅកើតក្នុងអនន្តរិយកម្មដែលត្រូវរងក្នុងភពជាលំដាប់តទៅរឿងពស់ថ្លាន់គុណនៃការស្ដាប់ព្រះអភិធម្មមានសេចក្តីដំណើរថាក្នុងពុទ្ធកាលព្រះបរមសាស្តាព្រះនាមកាសបៈមានពស់ថ្លាន់មួយបានកាន់យកនៅនិមិត្តក្នុងសំឡេងនៃភិក្ខុទាំងឡាយអ្នករៀននៅអភិធម្មកាលស្វាធ្យាយនៅអាយតនកថាលុះស្លាប់ទៅបានទៅកើតក្នុងឋានសួគ៌សោយសម្បត្តិទឹកដរាបដល់ព្រះសាស្តាជាម្ចាស់នៃយើងបរិនិព្វានពេលព្រះសាស្តាបរិនិព្វានបានជាយុទ្ធមកកើតក្នុងត្រកូលព្រាហ្មណ៍ទារកនោះមានវ័យវឌ្ឍនាការចម្រើនឡើងកាលណាក៏ចេញទៅបួសក្នុងសំណាក់អាជីវកៈមាននាមាភិថីថាជនសោណាជីវកបានជាតននៃព្រះនាងធម្មាជាកមហេសីព្រះបាទពិន្ទុសារៈលំដាប់នោះព្រះទេវីធម្មាកាលទ្រទ្រង់នៅអសោកកុមារមានចំណងផ្លែកើតឡើងហើយទូលព្រះរាជស្វាមីថាខ្ញុំព្រះអង្គចង់ឈរជ្រែងជាន់ព្រះច័ន្ទដោយជើងម្ខាងព្រះអាទិត្យដោយជើងម្ខាងហើយទំពាស៊ីនៅផ្កាយរបៀបនៃពពកជន្លេនទាំងឡាយនិងព្រៃស្បាតទាំងឡាយណាស់ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយបង្កប់ឲ្យគេធ្វើនំអំបែងធំពីរហើយប្រាប់ថានេះព្រះច័ន្ទនេះព្រះអាទិត្យហើយត្រាស់បង្កប់ឲ្យធ្វើនំ
ផ្លែអាយមូលមានសន្តានដូចផ្កាយនំក្រៀបល្ងមានអាការៈដូចជារបៀបនៃពពកហើយបង្អែមមានសន្តានដូចញាតស្បាតទើបឲ្យជំរះព្រះរាជលានហើយក្រាលកន្ទេលផក់ផែងដែលដាច់ពីលើឲ្យយកបង្អែមដែលអណ្ដែតឡើងពីប្រហោងនៃកន្ទេលផែងនោះហើយប្រាប់ថានេះជាចន្លេនទាំងឡាយតាមសេចក្តីប្រាថ្នារបស់ព្រះនាងទេវីព្រះទេវីធម្មាក៏ឈួរជ្រែងជើងនំអំបែងធំដោយជើងទាំងពីរខាងដោយបំណងថាឈួរជ្រែងលើព្រះច័ន្ទព្រះអាទិត្យហើយទំពាសោយនំផ្លែអាយនំគ្រាប់ល្ងនិងបង្អែមដោយបំណងថាទំពាសោយនៅផ្កាយរបៀបពពកនិងញាតស្បាតតាមព្រះរាជចិន្តាព្រះរាជាចង់ដឹងនៅសេចក្តីសម្រេចចំណងផ្លែកក៏សួរអាជីវកឈ្មោះជន់សោណៈថ្វាយដំណឹងតែបន្តិចថាមហារាជព្រះទេវីនឹងបានបុត្រដកប្រសើរដកបរិបូរដោយលក្ខណៈជាអ្នកមានបុណ្យហើយចូលទៅរកព្រះទេវីថ្វាយដំណឹងតាមមតិរបស់ខ្លួនថាបពិតព្រះនាងបុត្ររបស់ព្រះនាងនឹងបានជាស្ដេចការឈួរជន់ព្រះច័ន្ទនិងព្រះអាទិត្យជាពពនិមិត្តនៃស្ដេចទាំងឡាយ101ក្នុងជម្ពូទ្វីបទាំងអស់ជាអ្នកបម្រើព្រះរាជបុត្រនោះការទំពាស៊ីនៅផ្កាយជាពពនិមិត្តនៃកិរិយាបានសម្លាប់នៅបងប្អូនមានមេត្តាផ្សេងគ្នាដែលមានមាយាទមិនគាប់ចិត្តការទំពាស៊ីនៅរបៀបពពកជាពពនិមិត្តនៃកិរិយាផ្ដាច់បង់នៅគំនិតយល់ខុសហើយកាន់តាមរបៀបព្រះពុទ្ធសាសនាការទំពាស៊ីនៅជន្លេនជាពពនិមិត្តនៃកិរិយាបាននៅអំណាចផ្សាយទៅក្នុងផែនដីមួយយោជន៍ការទំពាស៊ីនៅញាតស្បាតពោលគឺកិរិយាលើកជើងទៅលើជាពពនិមិត្តនៃកិរិយាបាននៅអំណាចផ្សាយទៅអាកាសខាងលើមួយយោជន៍កាលបើទំនេរលក្ខណៈរាជបុត្ររួចហើយអាជីវកឈ្មោះជន់សោណៈទៅនៅក្នុងទីមួយឆ្ងាយអំពីព្រះបរមរាជវាំងនោះមួយយោជន៍ក្នុងកាលជាចំណេរមកខាងក្រោយអសោណកុមារបានដំកល់នៅក្នុងរាជសម្បត្តិហើយស្ដាប់នៅប្រវត្តិទាំងអស់ដែលព្រះវរមេត្តាប្រាប់ក៏មានប្រាថ្នាចង់ធ្វើសក្ការៈបូជាដល់អាជីវកឈ្មោះជន់សោណៈនោះហើយត្រាស់បង្គាប់ឲ្យរាជបុរសទាំងឡាយយកអង្រឹងមាសទៅទទួលជាកតញ្ញូអាជីវកឈ្មោះជន់សោណៈមកជាមួយនឹងរាជបុរសទាំងឡាយនោះបានឃើញទីសម្រាប់គង់នៅរបស់ព្រះថេរៈឈ្មោះអសកុតៈទើបគិតថានេះជាទីសម្រាប់នៅនៃពពជិតទាំងឡាយហើយចោះចាកពីអង្រឹងចូលទៅកាន់ទីនោះក៏បានឃើញសត្វទាំងឡាយមានសីហៈនិងខ្លាធំជាដើមដើរជាពួកជាក្រុមមានមេត្តាចិត្តកើតដល់គ្នានឹងគ្នាមិនបៀតបៀនគ្នាដោយអានុភាពនៃមេត្តាធម៌របស់ព្រះថេរៈទើបសួរថានេះជាអ្វីព្រះថេរៈរមើលមើលឧបនិស្ស័យរបស់អាជីវកនោះគឺឃើញថាកាលពីដើមធ្លាប់បានស្ដាប់អាយតនកថាហើយលោកកថាមានតែអាយតនកថានឹងឯងទើបជាឧបនិស្ស័យរបស់អាជីវកនោះក៏ពោលប្រាប់ថាណែអវសោនោះជាអាយតនៈគ្រាន់តែបានឮថាអាយតនៈដូច្នេះអាជីវកនោះក៏មានសេចក្តីអៀនខ្មាស់ខ្លាចបាបកើតឡើង
ហើយអង្គុយច្រហោងស្រួលបួលព្រះថេរៈក៏បោះសម្ពត់ងូទឹកទៅឲ្យអាជីវកនោះអាជីវកបួសក្នុងសំណាក់ព្រះថេរៈបានសម្រេចព្រះអរហត្តទៅរឿងកៃណោគុណនៃពាក្យសុភាសិតតាមដំណឹងថាកាលពីព្រេងនាយមានព្រានម្នាក់នៅក្នុងក្រុងពារាណសីតែងសញ្ចរទៅក្នុងព្រៃហេមពៀនហើយចាប់បានកៃណោពីររូបជាប្តីប្រពន្ធនាំយកទៅថ្វាយព្រះចៅពារាណសីទ្រង់ក៏ទទួលដោយអំណរដ៏ខ្លាំងហើយមានព្រះបន្ទូលសួរថាកៃណោនេះមានគុណបែបណាខ្លះព្រានក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពកៃណោនេះចេះច្រៀងសូរសៀងសំឡេងពីរោះក្រៃលែងនិងចេះរាំរេតាមកាលជាទីកប់ព្រះハរតីមនុស្សទាំងឡាយច្រៀងនិងរាំសូម្បីតែជ្រះបន្តិចក៏គ្មានព្រះរាជាក៏ប្រទានបាវត្តជាច្រើនដល់ព្រាននោះហើយត្រាស់ប្រើឲ្យកេណោនោះច្រៀងរាំដើម្បីកំសាន្តព្រះរាជហឫទ័យកេណោទាំងឡាយនោះទុកជាព្រះរាជាត្រាស់ប្រើបង្ខំដូចម្ដេចក៏មិនព្រមច្រៀងរាំសោះខ្លាចឃ្លៀងឃ្លាតចាកការពិតហើយក្រាបទូលថាប្រសិនបើទូលព្រះបង្គំទាំងពីររូបច្រៀងទៅមិនត្រឹមត្រូវតាមព្យាញ្ជនៈសំឡេងច្រៀងនោះនឹងคล้ายទៅជាគំរក់មែនពិតទ្រង់នឹងតេះដៀលឬសម្លាប់ទូលព្រះបង្គំពុំខានប្រហែលនោះបើទូលបង្គំច្រៀងច្រើនមុសាវាទក៏មានច្រើនព្រះរាជាទ្រង់ព្រះភិរោធក្រេវក្រោធក្រៃពេកក៏ត្រាស់បង្គាប់ឲ្យសម្លាប់កេណោនោះហើយចំអិនយកសាច់មកជាព្រះក្រយ៉ាស្ងោយកេណោរីឮសម្ដីនោះហើយគិតថាព្រះរាជាខ្ញាល់ហើយណោះទៀងតែសម្លាប់អញដោយពិតតើធ្វើបែបណាទៅទៅជីវិតអញរួចចាកបាច់មច្ចុសង្គ្រាមក្នុងពេលភ្លាមនេះក៏ពោលគាថានេះថ្វាយព្រះសណ្ដាប់ថារយនៃទុភាសិតទាំងឡាយទាំងពាន់ក៏មិនដល់នៅចំណិតនៃសុភាសិតសូម្បីមួយឋានៈទូលបង្គំរងគាសក្នុងទុភាសិតហើយរមែងសៅមងពិតព្រោះហេតុនោះកេណោឈ្មោលនៅស្ងៀមក៏មិនមែនដោយហេតុនៃខ្លួនល្ងងទេព្រះរាជាទ្រង់ព្រះសណ្ដាប់គាថានោះហើយមានប្រតិរីក្រេយចំពោះកេណោរីយ៉ាងក្រៃលែងហើយត្រាស់បង្គាប់ឲ្យរាជបរិពារយកកេណោរីនោះទៅលេងឯព្រៃហេមពៀនហើយឲ្យចំអិនសាច់កេណោជាស្វាមីនោះយកមកឲ្យតាន់ពេលព្រះស្ងោយក្នុងវេលាព្រឹកកេណោឮព្រះបន្ទូលនោះហើយគិតថាព្រះរាជានេះពិតជាសម្លាប់អញដោយហេតុមិនច្រៀងនឹងឯងធ្វើដូចម្ដេចណោះទៅជីវិតអញរួចចាកមរណៈសង្គ្រាមក្នុងគ្រាឥឡូវនេះបានទៅពោលគាថាដទៃទៀតថាសត្វចិញ្ចឹមទាំងឡាយមានទឹកភ្លៀងជាពុំនឹងពពួកសត្វនេះមានសត្វចិញ្ចឹមជាពុំនឹងបបិទ្ធមហារាជឯទូលបង្គំមានព្រះអង្គជាពុំនឹងកេណោរីដឹងនៅហេតុការទៅព្រួចទៅកាន់ភ្នំអធិបាយបបិទ្ធមហារាជសត្វចិញ្ចឹមទាំងឡាយមានសៅមានស្មៅជាចំណីឈ្មោះថាមានទឹកភ្លៀងជាទីពឹងហើយមនុស្សទាំងឡាយឈ្មោះថាមានសត្វចិញ្ចឹមជាទីពឹងព្រោះចូលទៅចិត្តបរិភោគនៅរស់គោ5ចំណែកទូលបង្គំមានព្រះអង្គជាទីពឹងឯព្រះអង្គឈ្មោះថាជាទីពឹងរបស់ទូលព្រះបង្គំម្យ៉ាងទៀតភរិយារបស់ទូលព្រះបង្គំមានទូលព្រះបង្គំជាទីពឹងឯទូលព្រះបង្គំឈ្មោះថាជាទីពឹងរបស់ភរិយាទូលព្រះបង្គំបើយើងខ្ញុំនៅរស់
នឹងមិនសក់ចិត្តលេងលះគ្នាទេក៏ប្រសិនជាព្រះអង្គមានប្រាថ្នានឹងបំបែកភរិយាឲ្យទៅនៅឯព្រៃហេមពៀនសូវទ្រង់សម្លាប់ទូលបង្គំចោលជាមុនហើយសន្សំព្រះអង្គបញ្ជូនឲ្យបែកគ្នាទៅចុះសោះនឹងរវល់បើមិនដូច្នោះទេទូលបង្គំនឹងបែកទ្រង់ស្លាប់ក្នុងពេលដែលរាជបរិពារយកភរិយាទៅលេងឯព្រៃហេមពៀនពុំខានឡើយព្រះរាជាត្រេកអរចំពោះកេណោនោះទៀតហើយឲ្យកេណោទាំងពីរញីឈ្មោលអង្គុយលើសវណ្ណបញ្ជួរទើបបង្គាប់ឲ្យព្រានយកទៅលេងត្រង់កន្លែងដែលចាប់យកមកព្រានក៏យកទៅលេងតាមព្រះអង្គការកេណោប្តីប្រពន្ធនៅជាសុខសប្បាយដរាបដល់អស់អាយុក៏ព្រោះតែមិនពោលពាក្យជាទុភាសិតពោលពាក្យសុភាសិតតែម្យ៉ាងហេតុនោះសត្វដែលមានប្រាជ្ញាល្អកាលប្រាថ្នាឲ្យរួចពីសេចក្តីស្លាប់ត្រូវលះបង់ពាក្យលេះលោះចេញហើយពោលពាក្យសត្យៈតែម្យ៉ាងគុណនៃបិយវាចាកាលកន្លងទៅហើយមានសទ្ធិបុត្រ4នាក់នៅក្នុងក្រុងពេរាណសីថ្ងៃមួយមានសេចក្តីអបសុខអបសានយ៉ាងខ្លាំងក៏បបួលគ្នាចេញពីគេហដ្ឋានរៀងខ្លួនទៅអង្គុយកំសាន្តចិត្តក្នុងកន្លែងមួយស្រាប់តែឃើញព្រានមរឹកម្នាក់បរទេះចេញមកពីព្រៃផ្ទុកពេញទៅដោយសាច់បាក់សាបាក់សីគ្រប់បែបក៏និយាយសំសាច់របស់ព្រាននោះដោយបញ្ញាផ្សេងពីគ្នាសេដ្ឋីបុត្រទី1ផ្ដើមនិយាយសំថានេអាចង្រៃព្រានមរឹកឯងឲ្យសាច់ដុំមកអញព្រានមរឹកពោលថាអ្នកឯងសុំរបស់គេត្រូវប្រើសម្ដីឲ្យល្អទើបសមរម្យហើយពោលគាថាអ្នកជាបុគ្គលសុំនៅសាច់ហើយប្រើសម្ដីឆ្លើយព្រោះហឺនពេកណាស់សម្ដីអ្នកបែបស្មុគស្មាញដូចសាច់វាវណោះសម្លាញ់យកសាច់វាវទៅចុះហើយក៏ឲ្យសាច់វាវដែលឥតមានរសជាតិអ្វីដល់សេដ្ឋីបុត្រទី1នោះសេដ្ឋីបុត្រទី2ពោលសុំថាចេតភាពបបិទ្ធអ្នកបងចូលអ្នកបងឲ្យសាច់ដុំមកខ្ញុំព្រានមរឹកពោលគាថាតបថាពាក្យថាបងនេះជាលោកវោហាររបស់សាមញ្ញជនទូទៅទេតើសម្ដីអ្នកប្រកាសស្មើដោយអវយវៈសម្លាញ់យកសាច់អវយវៈទៅចោះហើយឲ្យសាច់អវយវៈដល់សេដ្ឋីបុត្រទី2នោះសេដ្ឋីបុត្រទី3ពោលសុំថាព្រានឲ្យសាច់ដកសំគួរដល់សម្ដីនោះហើយពោលគាថាជាគម្រប់3ថាកូនហៅឪពុកថាប៉ាដូច្នេះរមែងញ៉ាំងបេះដូងឪពុកឲ្យញាប់ញ័រសម្ដីអ្នកប្រកាសស្មើដោយបេះដូងសម្លាញ់យកសាច់បេះដូងទៅចោះហើយឲ្យសាច់ឆ្ងាញ់ពិសាព្រមទាំងសាច់បេះដូងដល់សេដ្ឋីបុត្រទី3នោះសេដ្ឋីបុត្រទី4ពោលថាសម្លាញ់អ្នកឲ្យសាច់ដុំមកខ្ញុំព្រានក៏ឲ្យសាច់ដកសំរុំដល់សម្ដីនោះហើយពោលគាថាជាគម្រប់4ថាអ្នកណាគ្មានសម្លាញ់ក្នុងស្រុកអ្នកនោះដូចជាព្រៃស្ងាត់ជ្រងំសម្ដីអ្នកប្រាកដដូចសាច់ទាំងអស់ណោសម្លាញ់យកសាច់ទាំងអស់នេះទៅចោះហើយគាត់បរទេះដល់ពេញដោយសាច់ទាំងអស់យកទៅឲ្យសេដ្ឋីបុត្រទី4នោះដល់ទីលំនៅសេដ្ឋីបុត្រទី4នោះកាលបើបានទទួលអំណោយសាច់ទាំងអស់របស់ព្រានមរឹកហើយក៏យកគ្នាជាភឿនហើយឲ្យទៅហៅប្រពន្ធមកនៅកណ្ដាលសម្បត្តិដរាបដល់អស់ជីវិតមិនមានប្រេះឆាអ្វីដល់គ្នានឹងគ្នាឡើយរឿងមិត្តវិន្តុកៈទោសនៃការមិនដឹងគុណ
មានសេចក្តីដំណើរថាក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមកាសបៈមានសេដ្ឋីបុត្រម្នាក់ឈ្មោះមិត្តវិន្តុកៈមានសម្បត្តិមានទ្រព្យ80កោដក្នុងក្រុងពេរិនសីជាបុគ្គលទ្រុសិលមេត្តានិងបិតាជាសោតបណ្ណបុគ្គលលុះចំណេជាខាងក្រោយមកបិតារបស់មិត្តវិន្តុកៈធ្វើមរណកាលបរិសឈ្មោះមិត្តវិន្តុកៈនិយាយនឹងមេត្តាថាបបិទ្ធលោកម៉ែខ្ញុំនឹងធ្វើនៅចំនួនដោយសំពៅមេត្តានិយាយថាណែកូនអ្នកជាកូនតូចមួយទ្របក្នុងផ្ទះនេះមានច្រើនណាស់សមុទ្រមានទូកនិងសំពៅច្រើនណាស់អ្នកកុំទៅឡើយបរិសឈ្មោះមិត្តវិន្តុកៈនិយាយថាខ្ញុំទៅឥឡូវនេះម៉ែមិនអាចខាត់ខ្ញុំទេទុកណាជាម្ដាយចាប់ដៃរបស់បរិសឈ្មោះមិត្តវិន្តុកៈមិត្តវិន្តុកៈក៏រលាស់ដៃប្រហារម្ដាយឲ្យដួលហើយលោតកន្លងម្ដាយស្ទុះទៅកាន់សមុទ្រដោយសំពៅលុះដល់ថ្ងៃជាគម្រប់7ក៏នឹងថ្កល់ឥតកំរើកព្រោះអាស្រ័យនៅបរិសឈ្មោះមិត្តវិន្តុកៈជាអ្នកធ្វើអំពើអាក្រក់ពួកអ្នកសំពៅកំពុងចែកស្លាកដោយគិតថានៅក្នុងសំពៅនេះមុខជានឹងមានមនុស្សកាលកណីលុះមនុស្សទាំងអស់គ្នាដែលនៅក្នុងសំពៅនោះចាប់ស្លាកជាគម្រប់3ដងស្លាកនោះទៅត្រូវដល់បុគ្គលឈ្មោះមិត្តវិន្តុកៈនោះឯងក្នុងកាលនោះមនុស្សទាំងឡាយធ្វើនៅក្បូនចាប់បរិសនោះឈ្មោះមិត្តវិន្តុកៈបោះចោលទៅលើខ្នងសមុទ្របរិសឈ្មោះមិត្តវិន្តុកៈអណ្ដែតទៅតាមក្បូនដល់កោះមួយឃើញនគរមួយមានមុខទ្វារ4ក្នុងកោះនោះបានឮថាកោះនោះជាឧសតនរកជាកន្លែងសម្រាប់នៅរបស់កម្មនៃសត្វនរកច្រើនគ្នាចំណែកខាងនគរនោះហាក់ដូចជានគរដែលគេសម្រាប់តាក់តែងដោយគ្រឿងអលង្ការសពយ៉ាងប្រកបដោយកម្លាំងកម្មគឺកិរិយាប្រហារមេត្តារបស់បុរសនោះមិត្តវិន្តុកៈចូលទៅគិតថាអញនឹងបានជាស្ដេចក្នុងនគរនេះហើយឃើញសត្វមួយរូបដែលកងចាក់ដកមុតវិលទៅលើក្បាលកំពុងខ្សឹកខ្សួលខណៈនោះកងចាក់ដកមុតលើក្បាលសត្វនរកប្រាកដដូចជាផ្កាឈូកបំណងប្រកបដោយអង្គ5លើដើមទ្រូងប្រកបដូចជាគ្រឿងសម្រាប់បិទនៅទ្រូងឈាមដែលហូរចេញអំពីសរីរៈប្រកបដូចជាគេលាបស្រឡាបដោយក្លឹមច័ន្ទសំឡេងជាទីយំខ្សឹកខ្សួលដូចជាចម្រៀងមួយយ៉ាងឯកកើតឡើងដល់បុរសឈ្មោះមិត្តវិន្តុកៈហើយក៏ចូលទៅរកសត្វនរកនិយាយថាមនាលបុរសដ៏ចម្រើនផ្កាឈូកនេះអ្នកឯងពាក់យូរណាស់ហើយចូលឲ្យដល់ខ្ញុំសត្វនរកប្រាប់ថាមនាលសម្លាញ់នេះមិនមែនផ្កាឈូកទេនេះជាកងចាក់ទេបុរសនិយាយថាអ្នកឯងពោលយ៉ាងនេះមិនចង់ឲ្យខ្ញុំសោះសត្វនរកគិតថាកម្មរបស់អញអស់ហើយបុរសនេះសម្លាប់នៅមេត្តាដូចជាអញបានជាមកធ្វើយ៉ាងនេះបើដូច្នេះអញនឹងឲ្យកងចាក់នេះដល់បុរសនោះចុះហើយហៅមកថាណែអ្នកដ៏ចម្រើនអ្នកចូលទទួលយកផ្កាឈូកនេះទើបបោះកងចាក់នោះទៅលើក្បាលបុរសនោះកងចាក់នោះវិលហាក់ដូចជាកិននៅអំបែងក្បាលបុរសនោះក្នុងខណៈនោះមិត្តវិន្តុកៈបុរសដឹងថាវត្ថុនេះជាកងចាក់ដកមុតដល់នៅសេចក្តីវេទនាស្រែកទ្រហោយំថាអ្នកចូលយកកងចាក់ដកមុតរបស់អ្នកវិញទៅចំណែកកងខាងសត្វនរករត់បាត់ក្នុងពេលនោះទៅមិត្តវិន្តុកៈសោយនៅសេចក្តីទុក្ខក្នុងឧសត
ឧសតនរកនោះអស់កាលដ៏យូរដោយវិបាកជាគ្រឿងហូរមកបណ្ដាច់នៃអកុសលកម្មគឺកិរិយាសម្លាប់មេត្តាកាលបើផលនោះអស់ហើយក៏ចោលកងចាក់ទៅតាមយថាកម្មយ៉ាងនឹងឯងរឿងសាវត្ថីសេដ្ឋីបុត្រគុណនៃការបម្រើមេត្តាបិតាបានឮថាមានសេដ្ឋីបុត្រម្នាក់ក្នុងក្រុងពេរាណសីបានស្ដាប់ធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធមានសេចក្តីជ្រះថ្លាសូមបួសជាឧបសម្បទាលុះឧបសម្បទារួចហើយគ្រាន់តែរៀនធម៌អ5អស់5ឆ្នាំចម្រើនកម្មដ្ឋានក្នុងសំណាក់ឧបជាទៅចេញអំពីវត្តចេតពន្ធទៅកាន់ស្រុកជាទីបំផុតដែននៅក្នុងព្រៃអាស្រ័យនឹងស្រុកជាទីផុតនៃដែននោះឯមេត្តាបិតារបស់ភិក្ខុនោះតាំងតែអំពីកាលភិក្ខុនោះបួសទ្រព្យសម្បត្តិក៏ដល់នៅការអស់រលីងតាមលំដាប់ដល់នៅភាពនៃខ្លួនដែលជនដតីអាណិតអាសូរក្រៃពេកទើបកាន់យកអំបែងដើរសូមអាស្រ័យនៅជញ្ជាំងផ្ទះរបស់ជនដតីលុះចំណេរខាងក្រោយមកភិក្ខុនោះឮថាមេត្តាបិតារបស់ខ្លួនដល់នៅសេចក្តីទូរគតហើយគិតថាអញព្យាយាមនៅក្នុងព្រៃអស់12ឆ្នាំមិនដល់មគ្គផលសោះអញជាមនុស្សអភ័ព្វប្រយោជន៍អ្វីដោយបព្វជិរបស់អញបើសឹកទៅជាក្រហមអញនឹងចិញ្ចឹមមេត្តាបិតាឲ្យនៅទៀនមានឋានសួរប្រព្រឹត្តទៅខាងមុខទៅចេញអំពីព្រៃដល់ក្រុងសាវត្ថីចូលទៅកាន់វត្តចេតពន្ធដោយបំណងថាក្នុងថ្ងៃនេះនឹងបានជួបព្រះសាស្តាស្ដាប់ធម៌ទេសនាក្នុងថ្ងៃស្អែកនឹងបានឃើញមេត្តាអំពីព្រលឹមថ្ងៃនោះព្រះសាស្តាទ្រង់ប្រមាលមើលនៅសត្វលោកក្នុងកាលជាទីកំចាត់បងនៅងងឹតឃើញឧបនិស្ស័យនៃមគ្គជាដំបូងរបស់ភិក្ខុនោះព្រះអង្គទ្រង់ត្រាស់សរសើរគុណរបស់មេត្តាបិតាដោយមេត្តាបិតាបោសកៈសូត្រភិក្ខុនោះគិតថាអញនឹងសឹកទៅជាក្រហមបម្រើមេត្តាបិតាស្រាប់តែព្រះសាស្តាត្រាស់ថាបព្វជិតក៏ឈ្មោះថាជាអ្នកធ្វើឧបការៈដល់មេត្តាបិតាបានប្រសិនបើអញមិនជួបព្រះសាស្តាហើយលាចាកបព្វជិមានសភាពបែបនេះឥឡូវនេះអញជាបព្វជិតនឹងបម្រើមេត្តាបិតាលុះដល់ព្រឹកឡើងភិក្ខុនោះចាប់ស្លាកដែលគេធ្វើដោយបបរដល់ខ្លួនផងនៅស្លាកដែលគេធ្វើដោយបាយដល់ខ្លួនផងចូលទៅរកក្នុងស្រុកយកបបរនិងបាយទៅជូនមេត្តាបិតានិមន្តទៅបណ្ឌបាតដោយខ្លួនឯងលុះធ្វើផតកិច្ចរួចហើយធ្វើនៅទីសម្រាប់នៅដល់មេត្តាបិតាតាំងអំពីពេលនោះចេះតែបម្រើមេត្តាបិតាមិនដែលដាច់មិនត្រឹមតែប៉ុណ្ណោះភិក្ខុនោះជូននៅបក្ខិកផតដែលខ្លួនបានហើយដល់មេត្តាបិតាហើយនិមន្តទៅបណ្ឌបាតដោយខ្លួនឯងបានទៅឆាន់មិនឆាន់ថ្ងៃដែលភិក្ខុនោះបានចង្ហាន់តិចណាស់ថ្ងៃដែលមិនបានមានច្រើនភិក្ខុនោះបានសម្ពត់សម្រាប់ចាំវស្សាក៏ដោយវត្ថុតិចតួចដតីក៏ដោយយកទៅជូនមេត្តាបិតាទាំងអស់ហើយដេកំណាត់សម្ពត់ចាស់ដែលមេត្តាបិតាប្រើប្រាស់ហើយជ្រលក់ប្រើប្រាស់ខ្លួនឯងភិក្ខុនោះដែលអាពាធកើតអំពីការបម្រើមេត្តាបិតាបៀតបៀនហើយយ៉ាងនេះទៅជាស្រមស្គមមានកម្លាំងខ្សោយភិក្ខុទាំងឡាយឃើញភិក្ខុអ្នកបម្រើមេត្តាបិតានោះទៅសួរដឹងហេតុសពគ្រប់បែជាតេះដៀលភិក្ខុនោះវិញទៅក្រាបបង្គំទូលព្រះសាស្តា
ព្រះសាស្តាត្រាស់នឹងភិក្ខុទាំងឡាយឲ្យហៅភិក្ខុអ្នកបម្រើមេត្តាបិតានោះមកព្រះអង្គជ្រាបហើយចង់ញ៉ាំងភិក្ខុអ្នកបម្រើមេត្តាបិតាឲ្យជ្រាបសេចក្តីនោះទ្រង់ប្រទានពរសព្ទសាធកាប្រកាសនៅពពាចាររបស់ខ្លួនទ្រង់ត្រាស់សួរថាមនាលភិក្ខុអ្នកឯងបម្រើជនណាជននោះត្រូវជាអ្វីនឹងអ្នកភិក្ខុនោះក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនជននោះត្រូវជាមេត្តាបិតារបស់ខ្ញុំព្រះអង្គក្នុងពេលនោះព្រះសាស្តាទ្រង់ប្រទានពរសព្ទសាធកាអស់វរៈ3 ដងដល់ភិក្ខុនោះសាធុទ្រង់ត្រាស់ថាអ្នកស្ថិតនៅក្នុងផ្លូវដែលតថាគតដើរហើយតថាគតប្រព្រឹត្តនៅពពាចារចិញ្ចឹមមេត្តាបិតាទើបទ្រង់សម្ដែងសវណ្ណសាមជាដកក្នុងមហានិបាតត្រាស់ថាមនាលភិក្ខុទាំងឡាយឈ្មោះថាការចិញ្ចឹមមេត្តាបិតាជាវងនៃអ្នកប្រាជ្ញទាំងឡាយទើបប្រកាសនៅសច្ចៈទាំងឡាយលុះដល់ទីបំផុតនៃសច្ចៈភិក្ខុនោះបានសម្រេចសោតាក្នុងពេលនោះទៅរឿងចចកឈ្មោះបោតិមង្សៈការឆ្លៀសវៃមិនដែលស្លាប់ដោយឧបាយកលអ្នកដតីបានដឹងថាកាលកន្លងទៅជាយូរលាងណាស់ហើយមានវងសត្វជាមជាច្រើននៅអាស្រ័យក្នុងគុហាក្បែរភ្នំទាបហេមពាន្តប្រទេសក្នុងចំណោមសត្វទាំងឡាយនោះមានមេជាមួយឈ្មោះមេដមេតាជាសត្វវៀងវៃប៉ាន់ប្រសពក្នុងឧបាយគ្រប់យ៉ាងក្នុងទីមិនឆ្ងាយពីគុហាជាលំនៅនៃជាមទាំងឡាយនោះមានសត្វចចកមួយឈ្មោះបោតិមង្សៈនិងភរិយាឈ្មោះវេនីយានៅរួមសង្វាសគ្នាក្នុងគុហាមួយដែរចចកឈ្មោលចចកញីជាប្តីប្រពន្ធនោះបានមានមធ្យោបាយប្រពៃខាងការប្រវាញ់បោកសម្លាប់សត្វជាមទាំងឡាយស៊ីអស់ជាច្រើននិងចង់ស៊ីសាច់មេជាមឈ្មោះមេនដមេតាជាសត្វឆ្លៀសវៃនោះទៀតទើបពោលប្រាប់ប្រពន្ធថាចូលនាងយកមេជាមឈ្មោះមេនដមេតានោះជាសម្លាញ់ចោះកាលបើសេចក្តីស្រឡាញ់កើតឡើងរវាងនាងនិងមេជាមនោះហើយអញនឹងដេកធ្វើពុតជាស្លាប់នាងចូលទៅចិត្តមេជាមពោលប្រាប់ថាប្តីខ្ញុំស្លាប់ទៅហើយឯខ្ញុំវាតែនាងចេញគ្មានញាតិណាមួយសោះសូមអញ្ជើញនាងទៅជួយធ្វើពិធីសរីរកិច្ចដល់ប្តីខ្ញុំតាមសេចក្តីអង្វរនិងសង្កហកិច្ចរបស់នាងរវាងប្តីខ្ញុំលុះនាងពោលយ៉ាងនេះហើយចូលនាំមានមេនដមេតានោះមកបើមេជាមនោះលុះក្នុងបវន្តនកិច្ចរបស់នាងមែនអញនឹងលោតទៅខំវាត្រង់កឲ្យស្លាប់តែម្ដងមេចចកធ្វើតាមពាក្យរបស់ប្តីខ្លួនសពគ្រប់ក៏បាននាងមេនដមេតានោះធ្វើជាសម្លាញ់មែនហើយពោលប្រាប់រឿងរ៉ាវតាមលំអានពាក្យស្វាមីមេជាមពោលថាប្តីនាងស៊ីញាតិរបស់ខ្ញុំអស់ច្រើនគ្នាហើយឥឡូវចង់ស៊ីខ្ញុំទៀតឬខ្ញុំខ្លាចណាស់មិនហ៊ានទៅទេមេចចកថាកុំខ្លាចអីមិនដែលល្បីថាសត្វស្លាប់ហើយមានអាចធ្វើឲ្យគេភ័យទៀតទេហើយនាំនាងមេនដមេតានោះមកចចកពោតិមង្សៈលឺសូជើងសត្វទាំងពីរនោះមកគិតថាយីអស្ចារ្យណាស់មេជាមនេះលុះក្នុងអំណាចបវាញ់ច័ន្ទណកិច្ចប្រពន្ធអញហើយតាហើយអើតក្បាលរមើលមើលមេជាមឃើញអាការៈចចកធ្វើដូច្នោះទើបស្រែក
អាក្រោះយ៉ាងខ្លាំងដោយពាក្យអាស្រូវភៀសថាអើអាចង្រៃនេះមានថលិមុខណាវើយវាពុតធ្វើជាស្លាប់ដេកលក់វាហើយប្រុងបញ្ឆោតសម្រាប់អញធ្វើអាហារចំណីរបស់វាបើកុំតែអញឃើញតនម្លេះសំជាឆ្ងាញ់វាយ៉ាងណាទៅហើយងាកក្បាលស្ទុះបោលយ៉ាងលឿនទៅម៉េចមេចចកវេនយាអស់សង្ឃឹមហើយក៏ចូលទៅស្ដីបន្ទោសចចកជាប្តីដោយខ្លួននោះដោយគាថាណែអាចង្រៃអ្នកណាធ្វើពុតជាស្លាប់រមើលមើលខុសកាលអ្នកនោះជាសត្វឈួតមានគំនិតអាក្រក់មិនចេះពិចារណាចចកឈ្មោះពោតិមង្សៈតលបច្ចៈក៏នៅស្ងៀមបើកភ្នែកសម្លឹងប្រពន្ធមឹសរុយទុំលេងទាំងដេញថែមទៀតប្រពន្ធជន់កែងជាប់រឿងស្ដេចសេកគុណនៃការចិញ្ចឹមមេត្តាបិតាក្នុងការកន្លងទៅហើយមានព្រាហ្មណ៍មកគ្រាមមួយឈ្មោះសាលិន្ទយៈតាំងនៅទិសឦសាននៃក្រុងរាជកហៈតពីព្រាហ្មណ៍មកគ្រាមនោះមានស្រែនៃជនក្នុងដែនមគធៈមួយនៅទិសឦសានដូចគ្នាក្នុងទិសឦសានតពីមគធៈកេតៈនោះដរាបដដែលមានដើមរកាមួយធំដោះទៀបញក់ភ្នំលើដើមរកានោះមានសេកនៅជាច្រើនពេលនោះព្រះពោធិសត្វកើតជាស្ដេចសេកមានសរីរៈធំប៉ុនដុំរទេះតែងតែហើរទៅពំយកចំណីពីព្រៃហេមពៀនមកចិញ្ចឹមមេត្តាបិតាគ្រានោះមានព្រាហ្មណ៍ម្នាក់ជាកោសយៈកោតនៅអាស្រ័យក្នុងស្រុកសាលិន្ទយៈនោះបានសាបព្រោះស្រូវសាលីក្នុងស្រែមួយមានពណ៌នៃករិស័កជាប្រមាណហើយឲ្យបរោះម្នាក់ជាអ្នកថែទាំមើលការខុសត្រូវស្ដេចសេកនិងបរិវារតែងហើរទៅចុះក្នុងស្រែនោះជានិច្ចកាលឯខេត្តតបាលបរោះដេញមិនឈ្នះសោះព្រោះវងសេកច្រើនហួសអស់សេកទាំងនោះស៊ីត្រឹមតែឆ្អែតក៏ហើរទៅប្លែកអស្ចារ្យណាស់មានតែស្ដេចសេកមួយទេដែលស៊ីឆ្អែតហើយឆ្លៀតប៉មគួរត្រូវនោះជាច្រើនយកទៅទៀតខេត្តបាលបរោះក៏ទៅជម្រាបព្រាហ្មណ៍ពោលថាបើដូច្នោះចូលយកវិញរោមកន្ទុយសេះធ្វើជាអន្តៈដាក់ត្រង់កន្លែងស្ដេចសេកនោះវាចោះបើចាប់បានត្រូវនាំយកមកទាំងរស់កំខានខេត្តបាលបរោះធ្វើតាមបង្គាប់ព្រាហ្មណ៍ក៏ចាប់បានស្ដេចសេកនោះហើយយកទៅឲ្យទាំងរស់ព្រាហ្មណ៍គ្រាន់តែឃើញស្ដេចសេកភ្លាមមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងហើយឲ្យឈរទុំលើផ្លូវខ្លួនសួរថាណែសេកអ្នកស៊ីត្រូវសាលីដរាបឆ្អែតហើយនាំទៅដោយចំពុះទៀតយើងឆ្ងល់ណាស់ជង្រុករបស់អ្នកមានឬទេឬអ្នកចងពៀចំពោះយើងស្ដេចសេកឮនៅសំណួរនោះក៏ពោលគាថាដល់ផ្អែមល្ហែមជាភាសាមនុស្សថាខ្ញុំមិនធ្វើពៀចំពោះអ្នកទេជង្រុករបស់ខ្ញុំក៏គ្មានខ្ញុំនាំស្រូវទៅដើមរកាវិញនោះព្រោះសងបំណុលចាស់បុលបំណុលថ្មីទាំងកំណប់ក៏គ្មានកប់
ទុកក្នុងដីនោះមនាលកោសយៈព្រាមអ្នកចូលដឹងយ៉ាងនេះចោះដើម្បីដោះស្រាយសំណួរព្រាមនឹងធ្វើសេចក្តីនោះឲ្យច្បាស់លាស់ទើបពោលគាថាដទៃទៀតថាហើយកោសយៈសកុណជាតិកូនខ្ញុំមិនតាន់ដោះស្លាប់ទេខ្ញុំចិញ្ចឹមវាមកជាចិញ្ចឹមខ្ញុំវិញហេតុនោះខ្ញុំត្រូវឲ្យបំណុលដល់ពួកវានោះឯមេដាបិតាខ្ញុំសោតមានវ័យចម្រើនណាស់ទៅហើយខ្ញុំនាំស្រូវដោយចម្ពុះនឹងយកទៅសងបំណុលចាស់នោះលើដើមរកានោះមានពពួកសត្វស្លាប់ដទៃមានស្លាប់រើនឹងមានកម្លាំងអន់ថយណាស់ខ្ញុំជាអ្នកចំណូលដោយបុណ្យនឹងឲ្យដល់នៅសត្វទាំងឡាយនោះទៀតពួកបណ្ឌិតពោលនៅបញ្ញកម្មនោះថាជាអនុគាមិនិធិព្រាហ្មណ៍គាថានោះជ្រះថ្លាណាស់ព្រាហ្មណ៍ឮគាថានោះជ្រះថ្លាណាស់បានប្រគល់ស្រែឲ្យហើយពោលថាចាប់ពីថ្ងៃនេះទៅអញនឹងញាតចូលពំស៊ីស្រូវនេះចោះទៅស្រែចំណងពីជើងសេកពោធិសត្វជាសត្វដឹងប្រមាណក៏ទទួលយកតែត្រឹម8ករិស័កប៉ុណ្ណោះសល់ពីនោះប្រគល់ឲ្យព្រាហ្មណ៍វិញទៅឲ្យអាវាតជាដំបូនមានដកប្រសើរឆ្នើមតែមួយម៉ាត់ថាមហាព្រាហ្មណ៍អ្នកកុំប្រមាថឲ្យសោះហើយនាំនៅគួស្រូវសាលីហើយឈ្មោះទៅកាន់សំណាក់មេដាបិតាទៅព្រាហ្មណ៍បោះនៅគោលក្នុងស្រែ8ករិស័កនោះហើយពោលប្រាប់ខេតបាលបរោះថាអ្នកកុំខាត់ខាំងពួកសេកទៀតចាប់ពីថ្ងៃនេះទៅវងសេកបានមានសេចក្តីសុខសប្បាយកាយចិត្តដោយសារតែស្ដេចរបស់ខ្លួនមានបញ្ញាយ៉ាងពិតរហើយតែងហើទៅពំនាំយកមកបរិភោគនៅស្រូវក្នុងស្រែ5ករិស័កនោះជាប់ជានិច្ច